ជំរាបសួរសួស្តីអ្នកគ្នានៅក្នុងថ្ងៃនេះគឺយើងនឹងបន្តស៊ូប៉ាគូបអេពីសូតទី5អញ្ចឹងកាលពីអេពីសូតទី4គឺថាការសន្ទនាគ្នាអីច្រើនខ្លាំងមែនតើក៏ប៉ុន្តែក៏ធ្វើឲ្យយើងនឹងយល់សាច់រឿងផងដែរមិនតែប៉ុណ្ណោះបើសិនជាយើងងាកមកកាន់អេពីសូតទី5មួយនេះសាវស៊ូមានបេសកកម្មដើម្បីធ្វើការទៅជួយសិនយ៉ាវហើយចង់ដឹងថាសាវស៊ូនឹងជួយសិនយ៉ាវបានដែរឬទេអញ្ចឹងហើយនៅខណៈពេលនេះកុំឲ្យគ្នាយើងរងចាំយូរតោះចាប់ផ្ដើមជាមួយនឹងអេពីសូតទី5នៃសាច់រឿងស៊ូប៉ាគូបតែម្ដងចាប់ផ្ដើមនៅក្នុងអេពីសូតទី5មួយនេះផងដែរគឺយើងបានឃើញថាសាវស៊ូបានធ្វើដំណើរទៅកាន់អាគារដែលយ៉ានឡៅនឹងបានចាប់សិនយ៉ាវហើយនៅពេលដែលចូលទៅដល់ក៏ដូចជាឡើងទៅខាងលើសាវស៊ូបានឃើញថាមានទ្វារមួយចាក់សោបាត់ទៅហើយដូច្នេះគាត់មិនអាចឡើងលើបាននោះទេនៅភ្លាមហ្នឹងសាវស៊ូក៏បានសម្រេចចិត្តថាគាត់នឹងវាយសោមួយនេះបំបីចោលតែម្ដងស្រាប់តែនៅពេលដែលសាវស៊ូបំរុងនឹងវាយបំបីសោមួយនឹងចោលក៏មានជាមួយនឹងបរិសម្នាក់បានមកហាមឃាត់សាវស៊ូដែលបរិសម្នាក់ហ្នឹងគឺមានឈ្មោះថាផាប្ឡូនៅសល់ពេលហ្នឹងគាត់ក៏បាននិយាយថាបើសិនជាឯងហ៊ានបំបែកឯងនឹងត្រូវប៉ះគ្នាជាមួយនឹងយើងហើយមិនតែប៉ុណ្ណោះជីវិតរបស់ឯងក៏មិនថិតថេរដែរក៏ដូចជានៅកំឡុងពេលហ្នឹង system បានប្រាប់ទៅកាន់សាវស៊ូថាអប៉ែមួយហ្នឹងគឺមានកម្លាំងប្រយុទ្ធដល់ទៅ52ឯណោះចំណែកឯសាវស៊ូកម្លាំងប្រយុទ្ធរបស់គាត់ត្រឹមតែ50នោះទេតែថាបើទោះបីជាសាវស៊ូដឹងយ៉ាងនេះក្តីក៏គាត់នៅតែចង់ជួយសិនយ៉ាវដែរហើយសាវស៊ូក៏បានប្រាប់ទៅកាន់ផាប្ឡូថាគឺគាត់ប្រញាប់ខ្លាំងមែនតែនដូច្នេះហើយឲ្យសោមកកាន់គាត់មកផាប្ឡូក៏បានតបទៅវិញថាយើងប្រាប់ឯងម្ដងវិញបើសិនជាឯងមកទីនេះប្រៀបដូចជាឯងនឹងមកស្លាប់អញ្ចឹងហើយការងាររបស់គាត់គឺថាកំចាត់អ្នកណាចោលទាំងអស់ឲ្យតែហ៊ានឡើងទៅខាងលើអញ្ចឹងហើយគាត់មិនអនុញ្ញាតឲ្យសាវស៊ូនឹងឡើងទៅឡើយបន្ទាប់ពីបានលើអញ្ចឹងភ្លាមសាវស៊ូក៏បានចាប់ក្បួយកោអាវប៉ាប្ឡូតែម្ដងហើយសាវស៊ូបាននិយាយថាមិត្តស្រីរបស់គាត់កំពុងតែនៅខាងលើហើយនាងកំពុងតែជួបរឿងគ្រោះថ្នាក់ដូច្នេះហើយគាត់ប្រញាប់ខ្លាំងណាស់ប៉ាប្ឡូក៏បានតបទៅវិញថាអូខេអញ្ចឹងបើសិនជាឯងចង់ឡើងទៅខាងលើតោះទៅវាយគ្នាមួយស្មើសិនមកបើសិនជាវាយឈ្នះគាត់សាវស៊ូនឹងទទួលបានសោឡើងទៅខាងលើបន្តទៀតហើយបន្ទាប់ពីនឹងមកយើងកាត់មកមើលសិនយ៉ាវឯណែវិញនៅសល់ពេលហ្នឹងយ៉ានឡៅបាននិយាយថាប្រហែលជាសិនយ៉ាវនឹងធុញហើយអង្គុយយូរពេកអញ្ចឹងដូច្នេះហើយគាត់ក៏បានបបួលសិនយ៉ាវនឹងមើលរឿងជាមួយនឹងគ្នាពីរនាក់ហើយនៅពេលដែលយ៉ានឡៅបើកទូរទស្សន៍មកសិនយ៉ាវក៏បានឃើញថានៅពេលនេះសាវស៊ូកំពុងតែត្រៀមប្រយុទ្ធគ្នាជាមួយនឹងប៉ាប្ឡូបន្ទាប់ពីបានឃើញអញ្ចឹងគឺធ្វើឲ្យសិនយ៉ាវនឹងភ្ញាក់ផ្អើលខ្លាំងមែនតែននៅកំឡុងពេលហ្នឹងផងដែរយ៉ានឡៅបាននិយាយថាចំណងជើងនៃរឿងមួយនេះគឺ The Hero Climb the High Tower ហើយចាំមើលថាសាវស៊ូនឹងអាចឡើងទៅដល់ជាន់ទីប៉ុន្មានដោយសារតែពីមួយជាន់ទៅមួយជាន់គឺសាវស៊ូត្រូវតែជួបជាមួយនឹងអ្នកខ្លាំងម្នាក់អញ្ចឹងហើយមានតែចាំមើលនោះទេថាសាវស៊ូអាចតស៊ូបានប៉ុន្មានជាន់យើងកាត់មកមើលសាវស៊ូជាមួយនឹងប៉ាប្ឡូឯនេះវិញនៅកំឡុងពេលហ្នឹងគឺថាពួកគេទាំងពីរនាក់ដូចជាមិននិយាយគ្នាអីច្រើននោះទេប៉ាប្ឡូក៏បានប្រាប់ទៅកាន់សាវស៊ូថាអូខេតោះចាប់ផ្ដើមវាយគ្នាមកហើយគាត់ក៏ចង់ដឹងដែរថាសាវស៊ូនឹងខ្លាំងដល់កម្រិតណា有什么本事吗？女人实力你算是很强了，但是一下格斗界比。少恣意妄想了！我是你的工具，你腿！腿你背！មុនពេលដែលប៉ាប្ឡូស្លាប់គាត់ក៏បានសួរថាតើញញួរមួយហ្នឹងសាវស៊ូបានមកពីណាដោយសារតែវាយមុនហ្នឹងសាវស៊ូអត់មានញញួរនោះទេក៏ប៉ុន្តែស្រាប់តែវាយសុកសាវស៊ូមានញញួរអីណាហើយនៅពេលនេះជ័យជំនះគឺបានទៅលើសាវស៊ូក៏ដូចជាគាត់ទទួលបានសោឡើងទៅជាន់ខាងលើផងដែរនៅសល់ពេលហ្នឹងសាវស៊ូបាននិយាយថានៅទីកន្លែងនេះមិនមែនជាសង្វៀនប្រដាល់នោះទេអញ្ចឹងហើយសូមប្រើញញួរឲ្យបានយកឈ្នះបើសិនជាសាវស៊ូអត់ប្រើប្រាស់របស់ថែមទេប្រហែលជាពិបាកយកឈ្នះខ្លាំងមែនទែនបន្ទាប់ពីនិយាយរួចសាវស៊ូក៏បានយកសោនឹងធ្វើដំណើរឡើងទៅខាងលើបន្តទៀតនៅពេលដែលរត់ឡើងទៅខាងលើបន្តទៀត system ក៏បានប្រាប់ឲ្យសាវស៊ូនឹងប្រយ័ត្នផង小心后面。ស្រាប់តែមានបរិសម្នាក់បានមកស្វាគមន៍សាវស៊ូតែម្ដងដែលគាត់មានឈ្មោះថាឆាតលីនៅសល់ពេលហ្នឹងឆាតលីបាននិយាយថាឯងគឺជាមនុស្សម្នាក់ដែលអន់ខ្លាំងមែនតើមិនគួរណាផាប្ឡូចាញ់ឯងនោះទេហើយគាត់ពិតជាឆ្ងល់ខ្លាំងមែនតើហេតុអីបានជាផាប្ឡូនឹងមកចាញ់អាក្មេងប្រុសបែបនេះក៏ដូចជានៅសល់ពេលហ្នឹងឆាតលីគាត់បានធ្វើអីទៅកាន់សាវស៊ូដែរហើយគាត់ក៏បានហៅសាវស៊ូនឹងឡើងទៅខាងលើទៅគាត់ចាំស្វាគមន៍សាវស៊ូក៏បានតបទៅវិញថាអូខេមិនអីទេយើងឡើងទៅយើងនឹងដាក់ឯងខ្ទប់តែម្ដងក៏ដូចជានៅកំឡុងពេលហ្នឹង system បានប្រាប់ទៅកាន់សាវស៊ូថាកម្លាំងប្រយុទ្ធរបស់ឆាតលី
គឺមាន75ចឹងហើយសៅស៊ូត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅពេលដែលសៅស៊ូឡើងទៅដល់ខាងលើគាត់សម្គាល់ឃើញថានៅទីនេះឡើងងងឹតហ្មងណាសូម្បីតែអំពូលភ្លើងក៏អត់បើកដែរហើយសៅស៊ូក៏បានស័យហៅរកឆាតលីតែឆាតលីនៅទីណាឯងខ្លាចមែនដែរឬទេនៅកំឡុងពេលហ្នឹងផងដែរគឺយើងបានឃើញឆាតលីនឹងប្រើប្រាស់ល្បឿនលឿនខ្លាំងមែនតើហើយគាត់ក៏បាននិយាយម្នាក់ឯងថាគាត់មិនចង់សម្លាប់សៅស៊ូឡើយដោយសារតែនៅពេលសម្លាប់អាក្មេងប្រុសមួយហ្នឹងទៅគឺធ្វើឲ្យកំបិតរបស់គាត់ហ្នឹងក៏ខ្វក់តែថាដើម្បីលុយអញ្ចឹងហើយគាត់សុំធ្វើឲ្យកំបិតរបស់គាត់ហ្នឹងក៏ខ្វក់បន្តិចឯងបន្ទាប់ពីនិយាយរួចឆាតលីក៏បើកការវិភាគទៅកាន់សៅស៊ូតែម្ដងនៅពេលដែលសៅស៊ូទាត់ឆាតលីបានមកជើងហើយគាត់ក៏បានស្ងាប់តែម្ដងហើយសៅស៊ូបាននិយាយថាម៉ោះបញ្ចប់ឲ្យលឿនបន្តិចមកតើឯងមានអ្វីខ្លះបញ្ចេញអស់មកក៏ដូចជានៅពេលដែលសៅស៊ូនិយាយមិនតាន់បាននឹងចប់ផងស្រាប់តែឆាតលីបានបាត់ខ្លួនពីទីនោះហ្មងបន្ទាប់ពីបានឃើញអញ្ចឹងគឺធ្វើឲ្យសៅស៊ូនោះភ្ញាក់ផ្អើលខ្លាំងមែនទែនហើយចំណែកឯឆាតលីឯណែវិញគាត់មិនទៅណាឆ្ងាយឡើយដែលនៅកំឡុងពេលហ្នឹងគឺយើងបានឃើញថាគាត់ស្ថិតនៅខាងលើក៏ដូចជាឆាតលីបាននិយាយខ្សឹបថាតើឯងគិតមែនទេដែលឯងនឹងអាចយកឈ្នះមកលើយើងបានក្នុងនាមយើងគឺជាអ្នកស្នងតំណែងរបស់ Dagger Lee យើងបានធ្វើការវឹកហាត់នៅក្នុងបន្ទប់ដែលគ្មានពន្លឺហើយនៅក្នុងបន្ទប់មួយនោះសុទ្ធតែរបស់គ្រោះថ្នាក់បន្ទាប់មកទៀតអស់រយៈពេលជាច្រើនឆ្នាំទីបំផុតឆាតលីបានរកឃើញនៅទេពកោសល្យដ៏អាចកំបាំងមួយរបស់ខ្លួនឯងអាចនិយាយបានថាវាគឺជា skill របស់ឆាតលីតែម្ដងដែលឆាតលីគឺមានសមត្ថភាពកំណត់ទីតាំងរបស់សត្រូវដោយប្រើតែសម្លេងតែប៉ុណ្ណោះដូច្នេះហើយបើទោះបីជាមជ្ឈដ្ឋាននៅជុំវិញខ្លួននឹងងងឹតយ៉ាងណាក៏ដោយក៏គាត់អាចដឹងថាសត្រូវរបស់គាត់នៅទីតាំងណាដែរហើយចំណែកឯសៅស៊ូនៅក្នុងភាពងងឹតបែបនេះសៅស៊ូគ្រាន់តែជាមនុស្សខ្វាក់ម្នាក់តែប៉ុណ្ណោះនៅពេលដែលនិយាយរួចឆាតលីក៏ចាប់ផ្ដើមវាយប្រហារទៅកាន់សៅស៊ូជាលើកទី2តែម្ដង是不是傻？隐藏还不够好，一定是运气好。难道我的气息隐藏还不够好？一定是运气好，没人能逃得过我。你的攻击，我看得一清二楚。បន្ទាប់ពីនឹងមកយើងកាត់មកមើលមនុស្សពីរនាក់ដែលស្ថិតនៅជាន់ផ្សេងទៀតនៅសល់ពេលហ្នឹងបរិសម្នាក់ដែលនៅទីហ្នឹងបាននិយាយថាឆាតលីត្រូវបានចាញ់បាត់ទៅហើយនៅពេលដែលបានលើបែបនេះក្មេងស្រីម្នាក់ហ្នឹងបាននិយាយថាក្មេងប្រុសហ្នឹងដូចជាខ្លាំងដល់ហើយបរិសម្នាក់ដែលស្ថិតនៅទីហ្នឹងបាននិយាយថាប្រហែលជាក្មេងប្រុសម្នាក់ហ្នឹងមានជាមួយនឹង skill ក៏ដូចជាតាក់ទិចអីវាយមួយចំនួនដូច្នេះហើយបានជាគាត់ហ្នឹងអាចផ្ដួលពួកគេបានក៏ប៉ុន្តែនៅពេលដែលក្មេងប្រុសម្នាក់ហ្នឹងបានជួបគ្នាជាមួយនឹង Beowulf គឺថាត្រឹមតែ10វិនាទីតែប៉ុណ្ណោះ Beowulf បានចាញ់ក្រោមដៃរបស់ក្មេងប្រុសម្នាក់ហ្នឹងបាត់ទៅហើយបន្ទាប់ពីបានលើអញ្ចឹងក្មេងស្រីហ្នឹងបាននិយាយថាមិនបាច់ចាំបារម្ភអីច្រើននោះទេពួកគេទាំងពីរនាក់ត្រៀមខ្លួនយកតែលុយហើយត្រឡប់ទៅផ្ទះវិញបានហើយអាចនិយាយបានថាក្មេងស្រីម្នាក់នេះមើលទៅដូចជាមិនធម្មតាឡើយបន្ទាប់ពីនឹងមកយើងកាត់មកមើលសៅស៊ូឯនេះវិញនៅពេលដែលគាត់ឡើងទៅដល់ជាន់មួយទៀតស្រាប់តែគាត់បានឃើញជាមួយនឹងបរិសម្នាក់ហើយបរិសម្នាក់ហ្នឹងបានស្វាគមន៍ទៅកាន់សៅស៊ូផងដែរដែលគាត់បាននិយាយថាគាត់ចាំសៅស៊ូនឹងយូរណាស់មកហើយគាត់នឹងធ្វើការយកឈ្នះទៅលើសៅស៊ូតែម្ដងក៏ដូចជានៅពេលដែលគាត់និយាយមិនទាន់បាននឹងចប់ផងសៅស៊ូក៏បានយកដំបងមួយទៅវេគាត់តែថាដំបងមួយហ្នឹងមិនអាចធ្វើអ្វីគាត់បានឡើយនិយាយរួមទៅបរិសម្នាក់ហ្នឹងគឺជាស្ដេចប្រដាល់នៅសង្វៀនក្រោមដីណាដូច្នេះហើយសមត្ថភាពរបស់គាត់មិនមែនធម្មតានោះទេនៅស្របពេលហ្នឹងផងដែរ system បានប្រាប់ទៅកាន់សៅស៊ូថារយៈពេល1នាទីទៀតដបងកម្រិតខ្ពស់ត្រូវបានសំយោគចូលគ្នាហើយនៅពេលដែលសំយោគរួចសៅស៊ូនឹងទទួលបានជាមួយនឹងធម៌ពលកាន់តែខ្លាំងជាងមុនទៅទៀតសៅស៊ូបានប្រាប់ទៅកាន់ system ថាមិនអីទេគាត់នឹងធ្វើការទប់ទល់រយៈពេល1នាទីហើយ1នាទីក្រោយគាត់នឹងចាត់ការអបិនេះចោលតែម្ដងបន្ទាប់ពីនិយាយរួចស្រាប់តែអបិហ្នឹងចាប់ក្លេសៅស៊ូហើយរឹតកយោហ្មងនិយាយរួមតែអបិហ្នឹងក្បាច់អីក៏មានដែរនៅពេលដែលសៅស៊ូចិត្តដាច់ខ្យល់ទៅហើយគាត់ក៏បានយកកំបិតចេញពី system ហើយសៅស៊ូក៏បានប្រើប្រាស់កំបិតមួយនេះដើម្បីរំដោះខ្លួនចេញពីការចាប់របស់អបិហ្នឹងបានសម្រេចបន្ទាប់មកទៀតនៅភ្លាមៗហ្នឹងសៅស៊ូក៏បានវាយទៅកាន់គាត់តែថាវាយទៅឈឺតែដៃរបស់ខ្លួនឯងនោះទេដោយសារតែរូបរាងកាយរបស់គាត់ហ្នឹងសិតតែសាច់ដុំហ្មងអាចនិយាយបានថាត្រឹមតែកំបិតធម្មតាហ្នឹងចាក់មិនចង់ចូលផងអបិហ្នឹងក៏បានប្រាប់ទៅកាន់សៅស៊ូថាត្រឹមតែល្បិចថោកទាបរបស់សៅស៊ូគឺមិនអាចធ្វើអ្វីគាត់បានឡើយ小谭，就让你见识李想超凡人的世界打！就想着你的天真会害死你自己。结束了。
នៅពេលដែលសង្ឃឹមត្រូវបានបាត់បង់ស្រាប់តែនៅភ្លាមៗហ្នឹងត្បូងកម្រិតខ្ពស់សំយោគបានជួបជ័យអញ្ចឹងហើយសៅស៊ូទទួលបានដូចជាធម្មពលចំនួន11ការស៊ូទ្រាំបូកចំនួន9បន្ទុកចំពោះវិញ្ញាណឬក៏ spirit ហ្នឹងបូកចំនួន3បន្ទុកក៏ដូចជានៅសល់ពេលហ្នឹងអប៉ែនឹងបាននិយាយថាឲ្យគាត់សុំទោសផងនេះគឺជាការងាររបស់គាត់តែនៅភ្លាមៗហ្នឹងសៅស៊ូក៏បានងើបឈរឡើងហើយគាត់បាននិយាយថាមុនហ្នឹងគាត់គ្រាន់តែកម្ដៅសាច់ដុំតែប៉ុណ្ណោះមើលទៅឯងដូចជាសប្បាយដល់ហើយមុនហ្នឹងនៅពេលនេះគឺជាវេនរបស់យើងម្ដងហើយលើកហ្នឹងមិនកម្ដៅសាច់ដុំទៀតនោះទេវាយមែនតើហើយនៅពេលដែលសៅស៊ូនិយាយរួចទឹកទី2ក៏បានចូលមកដល់刚刚玩的还挺开心的嘛！ បន្ទាប់ពីបានឃើញអញ្ចឹងគឺធ្វើឲ្យយ៉ានឡៅនឹងខឹងខ្លាំងមែនតែនអាចនិយាយបានថាគាត់ចំណាយលុយអស់ច្រើនខ្លាំងណាស់ដើម្បីជួលឃាតករទាំងអស់ហ្នឹងតែថាពួកហ្នឹងវាយមិនឈ្នះក្មេងប្រុសម្នាក់ផងនៅសល់ពេលហ្នឹងលោកពូយាយបាននិយាយថាឃាតករបន្តទៀតអាចនឹងយកឈ្នះបានហើយក្រុម The Million Martial Art Alien នឹងធ្វើការកម្ចាត់ទៅលើក្មេងប្រុសម្នាក់នេះជាមិនខាននិយាយរួមទៅក្រុមហ្នឹងគឺយើងបានឃើញជាមួយនឹងក្មេងស្រីម្នាក់ហើយនឹងបារម្ភម្នាក់មុនហ្នឹងដែលក្រុមមួយនេះគឺថាមិនធម្មតានោះទេយ៉ានឡៅក៏បានតបទៅកាន់លោកពូយាយវិញថាតែនៅពេលដែលគាត់ទៅជួលពួកគេម្នាក់ហ្នឹងអះអាងថាខ្លួនឯងនឹងខ្លាំងអីចឹងណាតែតាមពិតទៅសមត្ថភាពឡើងការបានតែនិយាយតែប៉ុណ្ណោះនៅពេលដែលបានឮអញ្ចឹងលោកពូយាយបាននិយាយថាម្នាក់តែងតែអួតអំពីខ្លួនឯងអញ្ចឹងអីក៏ប៉ុន្តែសម្រាប់គេឈ្មោះ The Martial Art Alien ជាពិសេស Million Stone ជាមួយនឹងក្មេងស្រីម្នាក់នោះគឺថាពួកគេទាំងពីរនាក់ហ្នឹងមិនដែលប្រកាសថាខ្លួនឯងនឹងខ្លាំងនោះទេមិនតែប៉ុណ្ណោះបើតាមកត់ដឹងក្មេងស្រីម្នាក់ហ្នឹងគឺមានជាមួយនឹងខ្សែដៃរឹតបន្តឹងមួយនៅនឹងដៃហើយបើសិនជានាងដោះខ្សែដៃនឹងចេញពួកគេទាំងអស់គ្នាគួរតែរត់ចាកចេញពីទីនេះភ្លាមនៅត្រង់កន្លែងនេះខ្ញុំមិនដឹងនោះទេថាតើក្មេងស្រីអ្នកហ្នឹងមានធម៌ពលខ្លាំងដល់កម្រិតណាតែដឹងត្រឹមថាធម៌ពលរបស់នាងមិនធម្មតាឡើយបន្ទាប់ពីនឹងមកយើងកាត់មកមើលសៅស៊ូណាវិញនៅសល់ពេលហ្នឹងគឺយើងបានឃើញថាសៅស៊ូនឹងត្រូវរបួសធ្ងន់ខ្លាំងមែនទែនបើទោះបីជាដុំគូបមួយហ្នឹងព្យាបាលទៅកាន់គាត់ក៏ដោយតែថាសៅស៊ូនៅតែមានរបួសជាពិសេសជើងរបស់គាត់នឹងពិបាកដើរខ្លាំងណាស់ក៏ប៉ុន្តែសៅស៊ូព្យាយាមប្រាប់ខ្លួនឯងថាបើទោះបីជាពិបាកយ៉ាងណាក៏ដោយគាត់ត្រូវតែជួយសិនយោហើយចាក់ចេញពីទីនេះនៅពេលឡើងទៅដល់ខាងលើ system នឹងក៏បានប្រាប់ទៅកាន់សៅស៊ូថាឲ្យគាត់នឹងសម្រួលអារម្មណ៍ទៅកុំឲ្យគាត់មានអារម្មណ៍ឆេវឆាវក៏ដូចជាមិនអាចគ្រប់គ្រងទៅលើខ្លួនឯងបានសៅស៊ូក៏បានសួរថាតើនៅខាងក្នុងមានមនុស្សចំនួនប្រមាណអ្នក system ក៏បានប្រាប់ថា2នាក់បន្ទាប់ពីបានដឹងព័ត៌មានមួយនេះសៅស៊ូក៏បានបើកទ្វារចូលទៅហើយគាត់បានឃើញជាមួយនឹង Million Stone ក៏ដូចជាក្មេងស្រីម្នាក់នឹងផងដែរក៏ដូចជាមកដល់ចំណុចនេះហើយអេពីសូតទី5នៃសាច់រឿង Super Coop ក៏ត្រូវបានមកដល់ទីបញ្ចប់មិនដែរគ្នាយើងនៅក្នុងអេពីសូតទី5មួយនេះល្អមើលខ្លាំងអត់និយាយរួមទៅវគ្គនេះគឺថាវាយច្រើនខ្លាំងមែនតើខ្ញុំសង្ឃឹមថាវគ្គក្រោយគេដាក់ឲ្យ16នាទីវាយយោតែម្ដងណាដល់ពេលអញ្ចឹងទៅគឺថាសប្បាយចិត្តនឹងមើលហ្មងអូខេខ្ញុំមានតែប៉ុណ្្នឹងនោះទេខណៈពេលនេះខ្ញុំបាទ Finame សូមអរគុណនិងសូមជម្រាបលាអ្នកគ្នាយើងចាំជួបគ្នាជាមួយនឹងអេពីសូតទី6នៃសាច់រឿង Super Coop